បាទសូមគោរពនិងសូមជម្រាបសួរបាទបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំសូមចូលមកធ្វើការបង្ហាញដូចជាលទ្ធផលក៏ដូចជាតម្រុយបន្តសម្រាប់ថ្ងៃទី9បាទម្សិលមិញសម្រាប់ប៉ុស A ហើយនឹងហូក៏ចេញ68ប៉ុស B បាទក៏ចេញ58ប៉ុស C 21និងប៉ុស D បាទគឺ51បាទអញ្ចឹងនេះគឺជាលទ្ធផលម្សិលមិញហើយចំពោះតម្រុយដែលខ្ញុំបានឲ្យបងប្អូនគឺ23 9គាត់32ជាស្ដែងដោយសារតែសម្រាប់ថ្ងៃសុក្រនេះយើងលេងកំសាន្តរួមទេក៏ប៉ុន្តែវាជាស្តង់ដាររបស់ខ្ញុំអញ្ចឹងយើងដាក់6បែបនេះដដែលបាទហើយនៅក្នុងថ្ងៃនេះគឺ23វាខ្ទង់20វាអត់ចូលទេបងប្អូនវាមានតែ21ណាបាទឥឡូវនៅក្នុងថ្ងៃនេះខ្ញុំមានលទ្ធផលបន្តដើម្បីធ្វើការបង្ហាញបន្តទៀតសម្រាប់ថ្ងៃទី9ណាសម្រាប់បងប្អូនដែលចូលចិត្តនៅក្នុងវីដេអូមួយនេះកុំភ្លេចជួយ Subscribe បាទនិងជួយចុច Like បាទម្នាក់មួយដើម្បីទទួលបាននៅវីដេអូបន្តបាទថ្មីណាឥឡូវខ្ញុំសូមធ្វើការផ្លាស់ប្ដូរថ្ងៃខែបាទដោយសារតែយើងបន្តគឺសម្រាប់ថ្ងៃទី9បាទហើយតម្រុយលេខនេះក៏ខ្ញុំលុបចេញដើម្បីដាក់នៅលេខថ្មីបាទអញ្ចឹងទេបងប្អូនអាចយកចិត្តទុកដាក់នៅក្នុងការធ្វើការតាមដានស្ដាប់ក៏ដូចជាយើងធ្វើការចម្លងទុកបានបាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំមាន13 27 47បាទ13 27បាទ47 3ខ្ទង់ខាងលើគឺយើងសម្រាប់ ABCD បងប្អូនបាទសម្រាប់ ABCD បាទបើសិនជាអាចបងប្អូនកំសាន្តហៅក៏បានដែរព្រោះពេលខ្លះវាអាចខុសប៉ុសអីយ៉ាងណាបាទឲ្យតិចតួចបំផុតតាមតែអាចធ្វើទៅបានហើយអ្វីដែលសំខាន់តម្រុយវាមានខុសបាទមានខុសហើយនឹងត្រូវណាយើងកំសាន្តតិចតួចតាមតែអាចធ្វើទៅបានឬក៏យើងអត់កំសាន្តក៏បានដែរយើងគ្រាន់តែធ្វើការតាមដានចង់ដឹងពីការដាក់លេខអីយ៉ាងទៅបាទហើយសម្រាប់ល្វែងហូរម្ដងបងប្អូនបាទល្វែងហូរគឺខ្ញុំមាន84 92 17បាទ84 92 17បាទ84 92 17បាទហើយលទ្ធផលនៅខាងលើនេះខ្ញុំនឹងធ្វើការផ្លាស់ប្ដូរដាក់លទ្ធផលចុងក្រោយដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផលដែលខ្ញុំបានដាក់នៅខាងក្រោមហើយប្រហែលថ្ងៃមកនេះវាអាចចូលរងចូលអីខុសប៉ុសទេបងប្អូនបើសិនជាសម្រាប់លេខសមាជិកគឺចូលយប់បងប្អូនចូលយប់2ថ្ងៃផ្ទួតហើយហើយឥឡូវនៅក្នុងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសម្រាប់ការតាមដានហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អនិងសុខភាពល្អគ្រប់គ្នាបាទសូមអរគុណនិងសូមគោរពលា